សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តទាំងពីរនេះសុទ្ធតែសំខាន់មិនអាចខ្វះមួយណាបាននោះទេកាលបើកាយសុខស្រួលមិនមានភាពលំបាកដោយការស្រេកឃ្លានអស់កម្លាំងឬដោយជំងឺនោះទេចិត្តនេះក៏មានភាពសុខស្រួលតាមនឹងតែបើកាយនេះជួបទុក្ខលំបាកដោយការអស់កម្លាំងហិតលហើយក្តីដោយជំងឺចូលមកបៀតបៀនក្តីផ្លូវចិត្តនេះក៏រងឥទ្ធិពលមិនល្អពីកាយនេះផងដែរកាលបើផ្លូវចិត្តមិនមានគ្រឿងស្រមងណាមួយចូលមកបៀតបៀនដូចជាការខឹងការស្អប់ភាពធុញថប់នោះទេកាយក៏មានក្តីសុខតាមនឹងដែរតែបើផ្លូវចិត្តជួបភាពស្រមងមានការថប់អារម្មណ៍ជាដើមផ្លូវកាយក៏ចាប់ផ្ដើមខ្ចីច្រអូសស្ពឹកស្រពន់ទាំងនេះគឺជាឥទ្ធិពលរវាងកាយនិងចិត្តដែលមានទំនាក់ទំនងលើគ្នាទៅវិញទៅមករាល់សកម្មភាពរាល់ការនិយាយស្ដីរាល់គំនិតដែលយើងបានធ្វើគឺជាអ្នកកំណត់ជោគវាសនារបស់យើងគ្រប់គ្នាបើផ្លូវចិត្តមានភាពល្វើយធុញថប់ចូលយើងចេញទៅក្រៅបន្ទប់ឬថាបើកទ្វារបន្ទប់ដើម្បីឲ្យពន្លឺនិងខ្យល់ចេះចូលមកប៉ះខ្លួនយើងធ្វើយ៉ាងនេះការធុញថប់អាចធូរស្រាលបានមួយកម្រិតពេលកាយមានភាពងោកងុយមិនមានស្មារតីក្នុងខ្លួនចូលដល់ដង្ហើមវែងមួយស្របក់នោះអ្វីៗនឹងប្រសើរឡើងបរិយាស័ន